បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាម្ទេសដៃនាងឬក៏ម្ទេសឆ្អុលមេឃអញ្ចឹងម្ទេសនេះត្រៀមប្រមូលផលនៅដើមខែ10យើងអាចប្រមូលផលបានហើយនេះដោយសារវាចាប់ផ្ដើមផ្លែហើយនេះបងប្អូនផ្លែមួយហើយអញ្ចឹងអាចដាច់ខែនេះយើងអាចបេះឬគេហៅថាតំបន់ខ្ញុំគេហៅបេះរះជើងអញ្ចឹងយើងអាចបេះបានហើយម្ទេសនេះត្រឹមក្លៀកខ្ញុំបងប្អូនត្រឹមក្លៀកឃើញថាល្អបងប្អូនតែគាត់ថាវាការចេញផ្ការបស់វាអត់តន់ច្រើនទេវាចេញមួយដែរទេតែល្អបងប្អូននេះបាទផ្លែវាចាប់ផ្ដើមចេញមកហើយនេះមួយអញ្ចឹងដាច់ខែនេះយើងអាចបេះចេញមុននឹងបានហើយឥឡូវខែ9ថ្ងៃទី14បងប្អូនថ្ងៃនេះឥឡូវម្ទេសដៃនាងហ្នឹងចុះហើយនៅសល់តែខ្ទង់3000ជាងទេ3000ទៅ4000ទេខ្ចីហ៎បងប្អូនអត់និយាយទុំទេតែបើទុំយើងអត់ទាន់ដឹងទេដោយសារយើងអត់ទាន់មានយើងឲ្យបានសួរឈ្មួញកដាឬក៏អាជីវករដែលគាត់ទិញអញ្ចឹងម្ទេសនេះពេញប្រមូលផលចុងខែ10ឬក៏ពាក់កណ្ដាលខែ10គឺយើងពេញប្រមូលផលហើយពេញប្រមូលផលខ្លាំងអញ្ចឹងបងប្អូនដែលអាជីវករម្ទេសទិញម្ទេសដៃនាងបើសិនជាបានឃើញវីដេអូនេះត្រូវការម្ទេសដៃនាងអីអាចតាក់ទងមកខាងខ្ញុំបានដោយសារខ្ញុំដាំគ្នាច្រើនណាបងប្អូនបើសរុបផ្ទៃដីទៅម្នាក់កន្លះហាត់អ្នកខ្លះមួយហាត់អ្នកខ្លះមួយហាត់កន្លះអញ្ចឹងណាអញ្ចឹងបងប្អូនចង់ទិញអីអាចតំណតំណងមកពួកយើងបានយើងមានជាក្រុមដាំអញ្ចឹងណាបងប្អូនតែបញ្ជាក់យើងដាំនេះមិនមែនលក្ខណៈស្រោចទឹកទេយើងដាំពឹងលើអាកាសធាតុទេលើទឹកភ្លៀងបើសិនជាភ្លៀងអំណោយផលបានយូរយើងបេះបានយូរតែបើសិនជារាំងឆាប់រាំងក្នុងឆ្នាំនេះឧទាហរណ៍ខែ12ឆាប់រាំងគឺយើងអាចប្រមូលផលដល់ខែ1ខែ2បានទេបាទម្ទេសនេះកន្លះហាត់ចឹងអរគុណច្រើនបងប្អូនចាំមើលនៅពេលដែលប្រមូលផលខ្ញុំនឹងថតឲ្យបងប្អូនមើល